មិនសប្បាយចិត្តឬមានអារម្មណ៍ថា stress ខ្លាំងចេះតែមានចិត្តចង់ចាយលុយចង់ទិញអីវ៉ាន់ដើម្បីឲ្យខ្លួនឯងសប្បាយចិត្តវិញដោយមិនខ្វល់ថាទោះអីវ៉ាន់នោះមានតម្លៃថ្លៃលើសពីផែនការចំណាយរបស់ខ្លួនយ៉ាងណាទេការចាយលុយតាមអារម្មណ៍ឬសំដៅដល់ការចាយលុយដើម្បីតែផ្គប់ចិត្តខ្លួនឯងមួយឆាវទៅតាមអារម្មណ៍ដែលគិតថាពេលទិញហើយនឹងសប្បាយចិត្តឡើងវិញហើយពេលខ្លះគ្រាន់តែចាយទៅតាមអារម្មណ៍ឲ្យមើលទៅលុយឆាយតាន់តាមសង្គមនិងដើម្បីតាក់ទាញចំណាប់អារម្មណ៍ឲ្យគេឯងស្ញើសរសើរនិងគោរពខ្លួនទាំងដែលពិតមែនទៅអ្នកមិនត្រូវការរបស់នោះសោះជាលទ្ធផលពាក់កណ្ដាលខែមិនតាន់ចាយលុយអស់រលីងហើយបានងាកមកស្ដាយលុយដែលបានចាយរួចទៅវិញបន្តមកទៀតក៏ចាប់ផ្ដើម stress ពិបាកចិត្តហើយថែមទាំងស្អប់ខ្លួនឯងថាហេតុអ្វីបានជាមិនអាចហាមចិត្តខ្លួនឯងបានយ៉ាងនេះតើអារម្មណ៍ដែលចង់ចាយលុយអាចកើតឡើងពេលណាខ្លះពេលពិបាកចិត្តជួនកាលអ្នកមានអារម្មណ៍មិនល្អតែដើម្បីឲ្យខ្លួនឯងសប្បាយចិត្តក៏ទៅទិញអីវ៉ាន់នោះមកបន្លប់ចិត្តឬឲ្យតែបានសប្បាយចិត្តមួយពេលstress ឬពេលធុញតប់ប្រមល់ធ្លាប់ទេនៅតែផ្ទះសោះតែចាយលុយអស់ច្រើនជាងពេលនៅក្រៅទៀតនោះក៏ព្រោះតែអារម្មណ៍ស្មុគស្មាញ stress តប់ប្រមល់ក្នុងចិត្តហើយក៏ចង់ធ្វើអ្វីៗថ្មីទាំងដែលត្រូវចាយលុយដើម្បីបន្លប់អារម្មណ៍ទាំងនោះដូចជាទិញអីវ៉ាន់អនឡាញទិញនេះទិញនោះទាំងដែលជាចំណាយមិនចាំបាច់ពេលមានចិត្តចង់បានដូចគេពេលឃើញអ្នកដទៃមានរបស់ប្រើប្រាស់ល្អលុយឆាយក៏ចង់មានដូចគេកុំឲ្យចាញ់គេទាំងដែលមិនមែនជារបស់ចាំបាច់សោះរហូតពេលខ្លះហ៊ានដល់ខ្ចីលុយគេទៅទិញរបស់ទាំងនោះទៀតមានវិធីណាខ្លះដែលអាចទប់ស្កាត់កុំឲ្យចាយលុយតាមអារម្មណ៍ទេសង្កេតនិងតាមដានខ្លួនឯងគ្មាននរណាម្នាក់ស្គាល់យើងច្បាស់ជាងយើងខ្លួនឯងនោះទេដូចនេះអ្នកគួរតែឧស្សាហ៍សង្កេតមើលខ្លួនឯងថាអ្នកតែងតែចាយលុយខ្លាំងនៅពេលណាខ្លះពេលពិបាកចិត្តឬពេលសប្បាយចិត្តពេល stress ឬពេលណាមួយជាក់លាក់ដើម្បីនៅពេលមានអារម្មណ៍ណាមួយនេះកើតឡើងម្ដងទៀតអ្នកអាចព្យាយាមពង្រឹងស្មារតីហើយដាស់តឿនខ្លួនឯងថាគឺវាគ្រាន់តែជាអារម្មណ៍មួយពេលតែប៉ុណ្ណោះមិនគួរចាយខ្ជះខ្ជាយអត់ប្រយោជន៍នោះទេចង់សប្បាយចិត្តមិនចាំបាច់តតែចាយលុយអ្នកមិនអាចហាមខ្លួនឯងមិនឲ្យពិបាកចិត្តបានទេតែអ្នកអាចផ្លាស់ប្ដូរសកម្មភាពនិងទម្លាប់ដែលខ្លួនធ្វើនៅពេលពិបាកចិត្តបានឧទាហរណ៍ថាអ្នកមានទម្លាប់ទិញអីវ៉ាន់ចាយលុយច្រើនពេលពិបាកចិត្តតែជំនួសមកវិញអ្នកអាចជួបជុំមិត្តភ័ក្តិដើម្បីជជែកនិងចែករំលែកអារម្មណ៍មិនសប្បាយចិត្តជាមួយពួកគេបានឬពុំដូច្នេះទេអ្នកអាចទៅហាត់ប្រាណដាំផ្កាឬអានសៀវភៅជំនួសវិញសកម្មភាពទាំងនេះអាចជួយរងាប់អារម្មណ៍អ្នកឲ្យស្ងប់មកវិញមុននឹងសម្រេចចិត្តធ្វើអ្វីមួយព្យាយាមកុំសូវខ្វល់ខ្វាយពី promotion ពេកតាមពិតទៅអ្នកគ្មានបំណងចាយលុយទិញអីវ៉ាន់អីទេតែពេលឃើញ promotion ភ្លាមពិសេសលើទំនិញថ្មីនិងប្លែកអ្នកចេះតែកើតចិត្តចង់ទិញអីវ៉ាន់នោះមកភ្លាមហើយនេះអ្នកគួររៀនទប់ចិត្តទប់អារម្មណ៍ដោយអាចអនុវត្តតាមវិធីសាស្ត្រ24ម៉ោងជាមុនសិនវិធីសាស្ត្រនេះគឺអ្នកត្រូវសួរខ្លួនឯងថាតើអ្នកពិតជាចាំបាច់ត្រូវការវាមែនឬយ៉ាងណាបើ24ម៉ោងក្រោយមកអ្នកនៅតែមានហេតុផលច្បាស់លាស់ទៀតអ្នកគួរតែបន្តរយៈពេល24ម៉ោងទៀតរហូតអ្នកអាចស្វែងរកចម្លើយបានមុននឹងសម្រេចចិត្តថាទិញឬមិនទិញដើរតួជាគណនេយ្យករឲ្យខ្លួនឯងដើម្បីទប់ស្កាត់អារម្មណ៍ចង់ចាយលុយផ្ដេសផ្ដាសអ្នកក៏ត្រូវចេះរៀបចំគម្រោងចាយវាយប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែដោយកត់ត្រានៅទំនិញឬតម្រូវការចាំបាច់ណាមួយដែលយើងត្រូវតែចាយលុយដោយផ្ដោតសំខាន់លើប្រយោជន៍វាជាធំបន្ទាប់ពីធ្វើបែបនេះហើយអ្នកប្រហែលជាអាចនឹងរកឃើញថាអ្វីដែលអ្នកចង់បាននោះគ្រាន់តែជាអារម្មណ៍នឹងនឹកឃើញមួយឆាវទេឬយ៉ាងណាជំនួយពីអ្នកជុំវិញខ្លួនប្រសិនបើមិនអាចទប់ចិត្តខ្លួនឯងបានទេអ្នកអាចប៉ឹងឲ្យមិត្តភ័ក្តិរបស់អ្នកជួយហាមប្រាមនិងដាស់តឿនរាល់ពេលគេឃើញអ្នកមិនសប្បាយចិត្ត ម្
យ៉ាងវិញទៀតបើមានមិត្តភ័ក្តិឬបងប្អូនដែលមានបទពិសោធន៍ឬទម្លាប់ល្អក្នុងការចាយវាយត្រឹមត្រូវអ្នកអាចសាកសួរដំបូន្មានឬវិធីសាស្ត្រល្អៗដែលពួកគេអាចចែករំលែកឲ្យអ្នកបានតាមពិតទៅការចាយវាយលុយកាក់ទិញអីវ៉ាន់ឲ្យខ្លួនឯងសប្បាយចិត្តវាមិនខុសទោសអីនោះទេឲ្យតែយើងមានលទ្ធភាពគ្រប់គ្រាន់និងមានបញ្ជីចំណូលចំណាយត្រឹមត្រូវនិងច្បាស់លាស់ព្រោះការចាយវាយតាមតែអារម្មណ៍អាចបង្កនូវហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកបើអ្នកបណ្ដាលឲ្យវាកើតឡើងម្ដងហើយម្ដងទៀតកុំចាយលុយគ្រាន់តែដើម្បីឲ្យគេមើលឃើញមុខយើងថាជាអ្នកមានភាពខ្ជិះខ្ជាយការចេញពីកត្តាអ្វីនិយាយដល់ភាពខ្ជិះខ្ជាយនរណាក៏ដឹងដែរថាវាមិនមែនជារឿងល្អឡើយហើយទាំងយើងទាំងគេគួរតែជៀសឲ្យឆ្ងាយទោះបីជាគ្រប់គ្នាដឹងថាការចាយលុយខ្ជិះខ្ជាយមិនមែនជារឿងល្អយ៉ាងណាក្តីក៏មនុស្សជាច្រើននៅតែខ្ជិះខ្ជាយរហូតដល់ពេលខ្លះបំផ្លាញជីវភាពរស់នៅរបស់ពួកគេដោយមិនដឹងខ្លួនទៀតផងជាទូទៅភាពខ្ជិះខ្ជាយកើតចេញពីកត្តាជាច្រើនតែយើងនឹងផ្ដោតមើលលើកត្តាធំៗ3ខាងក្រោមកត្តាខ្លួនឯងយើងខ្លួនឯងគឺជាកត្តាចម្បងមួយនាំឲ្យមានភាពខ្ជិះខ្ជាយត្បិតវាកើតឡើងពេលយើងចាយដោយមិនបានរៀបចំផែនការចំណាយបានត្រឹមត្រូវដូចនេះយើងនឹងចាយតាមតែចិត្តចង់ពេលសប្បាយចិត្តក៏ចាយពេលកាត់ទុកក៏ចាយនិយាយរួមគឺចាយគ្រប់ពេលវេលាគ្រប់ទីកន្លែងរហូតក្លាយជាទម្លាប់តែម្ដងហើយថាបើមិនបានចាយលុយគឺមិនអស់ចិត្តម្យ៉ាងទៀតភាពខ្ជះខ្ជាយក៏បណ្ដាលមកពីការមិនមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់សម្រាប់ខ្លួនឯងផងដែរពេលមិនមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់យើងនឹងមិនបានរៀបចំគម្រោងចំណាយឲ្យបានស័ក្តិសមនឹងផែនការនោះទេដែលជាមូលហេតុនាំឲ្យយើងដកលុយចាយប្រេះផ្ដាស់កត្តាសង្គមបរិយាកាសសង្គមដែលយើងកំពុងរស់នៅក៏ជាកត្តាសំខាន់មួយទៀតដែលអាចជះឥទ្ធិពលឲ្យយើងចាយលុយខ្ជិះខ្ជាយផងដែរពេលខ្លះដោយសារបរិយាកាសជុំវិញខ្លួនពោពេញទៅដោយការបង្អួតសម្ញែងរបស់ល្អៗទំនើបថ្លៃវាក៏អាចធ្វើឲ្យយើងមានចិត្តចង់បានដូចគេដែរការចង់បាននេះគឺដើម្បីតែបង្ហាញគេថាយើងមិនអន់ទេព្រោះគេមានអ្វីយើងក៏មានដូចគ្នាមូលហេតុនេះហើយធ្វើឲ្យយើងភ្លេចគិតថាវាគ្រាន់តែជាការចង់បានមិនមែនជាតម្រូវការចាំបាច់នោះឡើយតែយើងបែរជាចាយលុយលើចំណង់មិនចាំបាច់ទាំងនោះវិញបើយើងនៅតែបន្តធ្វើបែបនេះវានឹងនាំឲ្យយើងជួបនៅវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនព្រោះយើងបានចាយលុយលើរបស់របរមិនចាំបាច់ហើយលើសពីសមត្ថភាពរបស់ខ្លួនការមិនឲ្យតម្លៃលុយរាយពេលខ្លះយើងក៏មិនសូវជាខ្វល់ខ្វាយពីលុយតិចតួចប៉ុន្មាននោះទេឧទាហរណ៍ដូចជាលុយរាយ100រៀលជាដើមអ្នកខ្លះវិញថែមទាំងមិនចង់ទុកលុយរាយតាមខ្លួនទៀតផងព្រោះគិតថាទុកនៅនាំតែចង្អៀតតែជាក់ស្ដែងដល់ពេលត្រូវការលុយរាយម្ដងបែរជាត្រូវយកលុយដុំទៅបំបែកហើយក៏ភ្លេចខ្លួនចាយលុយនៅសេសសល់នោះទាល់តែអស់នេះមិនត្រឹមតែបង្ហាញពីការមិនយកចិត្តទុកដាក់និងមិនឲ្យតម្លៃលើលុយរាយប៉ុណ្ណោះទេតែវាបង្ហាញពីទម្លាប់ខ្ជិះខ្ជាយមួយដែលមនុស្សជាច្រើននៅមានក្រៅពីនេះក៏នៅមានកត្តាខ្ជិះខ្ជាយខ្លះទៀតដែលយើងអាចនឹងមើលរំលងត្បិតថាឆ្លុះវង្វេងនឹងយុទ្ធសាស្ត្រទីផ្សារប្រចាំថ្ងៃដូចជាការទិញថែមទំនិញឥតគិតលុយការបញ្ចុះតម្លៃនិង promotion នានាដោយគិតថាឱកាសទាំងនោះកម្រនឹងកើតមានទើបចេះតែចង់ទិញឲ្យទាន់ពេលដើម្បីចំណេញលើតម្លៃទាបជាងធម្មតាហើយភ្លេចគិតថាវាមិនចាំបាច់នៅកលៈទេសៈនោះទេតែជាភាពខ្ជិះខ្ជាយទៅវិញចូលហាមចិត្តខ្លួនឯងកុំឲ្យចាយវាយលុយលើអ្វីដែលមិនមែនជាតម្រូវការចាំបាច់និងលើសពីលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួនហើយចាប់ផ្ដើមសង្កេតមើលសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃដើម្បីជៀសវាងការប្រឈមនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុតខ្លួនដោយការចាយវាយខ្ជះខ្ជាយចូលប្រុងប្រយ័ត្ននៅរាល់ការចំណាយតិចតួចស្រួយស្ដាងរបស់ខ្លួនព្រោះចន្លោះដ៏តូចមួយអាចធ្វើឲ្យទុកដ៏ធំលេចបាន